អីវ៉ាន់ដល់ដៃចាំទូទាត់លុយបាននេះថ្ងៃនេះខ្ញុំមក review ដុំ Wi-Fi $15យើងណាបាទយើងបើកប្រអប់ចេញមកគឺវាមានដូចមានសិភៅណែនាំហើយនឹងមានដុំ Wi-Fi នឹងមួយហើយយើងបើកគូតក្រោយវានេះមកយើងប៉ើងថ្មវាចេញហើយយើងទាញថង់ជាប់ថ្មនេះចេញសិនណាបានប្រើបានណាបាទដកនឹងចេញណាបាទយើងប្រើគឺយើងត្រូវធ្វើអញ្ចឹងហើយយើងដាក់ស៊ីមចូលមកណាយើងមើលជើងវាដាក់ឲ្យត្រូវគ្នាបែបនេះបាទមើលតាមនឹងឲ្យត្រូវបាទបានវាដើរបាទតែយើងដាក់ខុសក៏ដើរដែរហើយយើងដាក់ជើងថ្មវាឲ្យត្រូវមកយើងបិទខ្នងវាចូលវិញមកបាទហើយយើងចុចបើកកន្លែងនេះឲ្យជាប់ទៅគឺវាលូតភ្លើងមកយើងចាំមកស្ទុះដើម្បីឲ្យវាដំណើរការបាទយើងចាំវាសិនមកឲ្យវាលូតភ្លើងខៀវទាំងអស់សិនណាចាំយើងប្រើបាទនេះគឺវាដំបូងវាត្រូវការពេលដំណើរការសិនណានេះពេលលូតភ្លើងខៀវហើយយើងចូលទូរស័ព្ទឬក៏ iPad យើងនឹងមកយើងចូលទៅកន្លែង Wi-Fi នឹងឃើញឈ្មោះវាបាទនេះ Wi-Fi name វាយើងដាក់នៅលើនឹងស្រាប់ហើយអាលក្រោមនេះគឺលេខកូដអញ្ចឹងយើងវាយចូលមកអត់ពិបាករកលេខកូដឆ្ងាយទៀតទេបាទដាក់នៅជាប់នឹងឲ្យស្រេចលេខ1ដល់លេខ9លេខ0ហ្នឹងលេខកូដវាបាទនេះយើង connect ហើយគឺយើង play បានហើយបាទយើងចាក់បានហើយយើងភ្ជាប់ស្រួលទេបាទយើងភ្ជាប់តែប៉ុណ្្នឹងគឺប្រើបានហើយ SIM យើងបញ្ចូលលុយឲ្យហើយមកចាំញ៉ាត់ចូលក្នុងហ្នឹងណាយើងដូរលុយដូរអីឲ្យហើយតាមទូរស័ព្ទក៏បានដែរយើងប្រើ app ទូរស័ព្ទបាញ់លុយបញ្ចូលក៏បានដែរបាទអរគុណអា Wi-Fi ទូចហ្នឹងបើវាអត់សូវដើរអានេះពេលយើងភ្ជាប់ទូរស័ព្ទទៅគឺវាលុតភ្លើតចេះវាអត់សូវដើរយើងអាចហៅដាក់ដូរកន្លែងផ្សេងកន្លែងខ្ពស់ឬកន្លែងណាមានសេវាយើងដាក់វានៅហ្នឹងណាឬក៏មួយទៀតយើងអាចចុច reset វានេះយើងរកស្អីស្រួចមួយមកយើងសកត់វាដល់កលៈវាណាដាក់ទៅគឺវាលឺក្រឹកនៅក្នុងហ្នឹងណាហើយសកត់មកស្ទុះមកឲ្យវាភ្លើងវាលុតអស់ណាចាំមើលផ្លឹបឃើញទេយើងដកដៃវិញមកចាំមកស្ទុះវាលោតភ្លើងក្រហមហើយចាំឲ្យវាលោតភ្លើងខៀវទាំងអស់ចាំយើងភ្ជាប់វាប្រើសារថ្មីណាអាហ្នឹងក៏វាអាចជួយបានមួយផ្នែកដែរពេលខ្លះវាគាំងម៉ាស៊ីនយើងអាច reset បានហើយយើងដាក់កន្លែងណាមានសេវាតិចមកអានេះវាអត់ជួយទាញសេវាបានដូចអាពួកធំទេព្រោះវាតម្លៃធូរថ្លៃណាតម្លៃវាតែប៉ុណ្្នឹងវាគុណភាពវាមិនសមរម្យទេបើយើងចង់ទាញសេវាថែមដល់យើងទិញអាមានអង់តែនមានអីទៅណាអញ្ចឹងមានតែប៉ុណ្្នឹងទេបាទអរគុណច្រើន